ថ្ងៃនេះជាថ្ងៃ15កើតសិលធំទៅថ្ងៃមីបូជាគឺសិលធំមកបងប្អូនថ្ងៃ15កើតថ្ងៃនេះខ្ញុំក្រោកពីព្រលឹមដើម្បីទៅរកទិញទួងទៅប្រឡែងនៅវត្តនៅក្នុងថ្ងៃសិលនៃសិលធំបុណ្យមីបូជានឹងប៉ុន្តែជាក់ស្ដែងពេលទៅដល់ផ្សារហ្នឹងគឺដើររើឡើង5 6តោપછીដល់ផ្សារខាងក្រៅទៀតគឺអ្នកលក់គាត់ថាថ្ងៃហ្នឹងគឺដាច់ស្តុកតុងមកដល់ថ្នាក់គាត់ថាទៅទិញកន្លែងបោះដុំរដងអត់ខ្វះអន្ទូងទេប៉ុន្តែថ្ងៃហ្នឹងគឺថាដាច់ស្តុកអន្ទូងហ្នឹងអស់លេងមកខ្ញុំគិតថាប្រហែលជាមានបងប្អូនរបស់យើងគឺថ្ងៃសិលអញ្ចឹងគឺគាត់ចេះថាការគិតគឺយើងដូចគ្នានឹងការធ្វើបុណ្យអញ្ចឹងនិយាយទៅការប្រឡែងសាទនៅថ្ងៃសិលហ្នឹងគឺវាមានអត្ថន័យផ្សេងគ្នាដែលខ្ញុំជ្រើសរើសការប្រឡែងទួងហ្នឹងនិយាយទៅប្រការប្រឡែងទួងអត្ថន័យស្មើនឹងជីវិតរបស់យើងហ្នឹងគឺការរកស៊ីការងាររបស់យើងគឺកាក់កបបលូនទៅមុខអត់មានអ្នកមកផ្សាយទេគឺរកស៊ីគឺទៅមុខអត់មានឧបសគ្គផ្សេងទេអញ្ចឹងគឺខ្ញុំជ្រើសរើសការប្រឡែងទួងប៉ុន្តែចាក់ស្ដែងពេលទៅដល់ផ្សារហ្នឹងគឺទួងគឺយើងអស់ហើយអត់មានតុងទេអញ្ចឹងក៏យើងសម្រេចថាយកនឹងយកសាត់ត្រីអណ្ដែងវិញយើងយកត្រីអណ្ដែងវិញអញ្ចឹងទីស្រ័យអូនច្រឡំសាត់ត្រីអណ្ដែងវិញគឺយើងជ្រើសយកត្រីអណ្ដែងមកប្រឡែងវិញហើយអត្ថន័យការប្រឡែងត្រីអណ្ដែងហ្នឹងគឺមានន័យថាឲ្យសត្រូវខ្លាចឈ្នះឲ្យមានសត្រូវនិយាយទៅការរកស៊ីរបស់យើងអត់មានសត្រូវមកឈ្លានពានទេគឺដឹងទៅមុខអញ្ចឹងទៅហើយការប្រឡែងនេះគឺយើងរើសយកត្រីអណ្ដែង9ក្បាលបើសិនបងប្អូនប្រើអន្ទង់លែងអន្ទង់គឺយើងយកអន្ទង់ហ្នឹង9ក្បាលដូចគ្នាហើយពេលដែលខ្ញុំទៅដល់ក្នុងវត្តហ្នឹងវត្តដែលខ្ញុំទៅនេះគឺវត្តសំរងអណ្ដែតបងប្អូនគឺនៅក្បែរផ្ទះខ្ញុំហ្នឹងហ្មងគឺជាតាមផ្លេតទេទៅដល់ហើយយើងរើសតែងតែ9ក្បាលហ្នឹងហើយយើងមានជាមួយនឹងផ្កាបងប្អូនមានផ្កាម្លិះដាក់ផ្កាម្លិះមានផ្កាអីដាក់ផ្កាហ្នឹងមកនិយាយទៅគឺយើងដាក់ជាមួយនឹងតែងតែហ្នឹងហើយយើងបន់ច្រន់បួងសួងតាមហ្នឹងទៅណាហើយពេលដែលខ្ញុំទៅដល់ហ្នឹងនិយាយទៅគឺមានបដិជគុណដែលគាត់គង់នៅក្នុងវត្តសំរងដែរហ្នឹងគឺគាត់មកឲ្យប្រោះព្រំពរជ័យឲ្យយើងនៅពេលដែលយើងធ្វើការប្រឡែងត្រីហ្នឹងនិយាយទៅពេលដែលយើងបានធ្វើបុណ្យប្រឡែងត្រីអញ្ចឹងមានអារម្មណ៍ថាដូចច្រាស់ថ្លាបងប្អូនហើយនៅក្នុងបឹងទឹកនៅក្នុងហ្នឹងគឺថាត្រីតែងធំមែនតើនិយាយទៅគឺសិតតែត្រីតែងតែងដើកនិយាយទៅបើខ្ញុំឃើញជាក់ស្ដែងគឺសិតតែត្រីតែងសឹងតែត្រីតែងខ្ញុំគិតថាពីច្រើនគឺបងប្អូនគឺគាត់រើសរើការប្រឡែងត្រីតែងហើយត្រីតែងហើយនឹងតុងនិយាយទៅគឺថាសត្វពីរហ្នឹងគឺអត្តន័យវាល្អឥឡូវនេះខ្ញុំសូមនិយាយពីអត្តន័យនៃការធ្វើបុណ្យនិងការប្រឡែងសត្វម្ដងបងប្អូននិយាយទៅការប្រឡែងសត្វហ្នឹងគឺមានច្រើនប្រភេទឧទាហរណ៍ទី1ចឹងប្រភេទសត្វចាបហ្នឹងគឺគេតំណាងឲ្យជីវិតរីកចម្រើនមានសុភមង្គលទី2គឺការប្រឡែងអណ្ដើកការប្រឡែងអណ្ដើកហ្នឹងធ្វើឲ្យជីវិតរបស់យើងផុតទុក្ខផុតភ័យមានអាយុវែងទី3ការប្រឡែងកធាយការធ្វើបុណ្យប្រឡែងកធាយគឺបានន័យថាឆាប់ធូរស្បើយជាពីជំងឺឈឺស្កាត់ផ្សេងទី4ការប្រឡែងកែបការប្រឡែងកែបហ្នឹងគឺមានន័យថាការដោះកម្មចាស់ការអហោសកម្មកម្មចាស់ឲ្យតែម្ចាស់កម្មពីអតីតជាតិរបស់យើងទី6នោះការប្រឡែងខ្យងនិយាយទៅការប្រឡែងខ្យងនោះគឺមានន័យថាធ្វើឲ្យជីវិតរបស់យើងនឹងត្រជាក់ត្រជុំសុខសប្បាយនិងមានអំណាចបារមីហើយទី8នោះការប្រឡែងថេងតែងការប្រឡែងថេងតែងដូចខ្ញុំប្រឡែងក្នុងថ្ងៃហ្នឹងអញ្ចឹងគឺត្រេងតែងហ្នឹងគឺបញ្ជាក់ឲ្យថាការឈ្នះអស់មេសត្រូវធ្វើឲ្យសត្រូវនឹងខ្លាចយើងអត់ហ៊ានមកបៀតបៀនឈានពានរបស់យើងទេហើយទី9នោះការប្រឡែងអន្ទង់ការប្រឡែងតុងហ្នឹងគឺធ្វើឲ្យជីវិតរបស់យើងនឹងរលូនមិនថាលុយកាក់ការងារទេគឺដឹងតែទៅមុខមករកស៊ីដឹងតែរីកចម្រើនទៅមុខហើយទី10នោះនិយាយទៅការប្រឡែងជាសត្វធំដូចជាសត្វគោសត្វក្របីអញ្ចឹងគឺមានន័យថាឲ្យរួចទុកពីអបាយមុខនឹងធ្វើឲ្យយើងមានសំណាងនិយាយទៅភាគច្រើនខ្ញុំគិតថាបងប្អូនរបស់យើងអ្នកដែលគាត់ទៅវត្តអញ្ចឹងគឺគាត់ភាគច្រើនគឺគាត់ប្រឡែងថេងតែងទៅអត់ថេងតែងហើយនឹងតុងពូភាគច្រើនអញ្ចឹងគឺយើងសប្តាហ៍ថ្ងៃយើងសត្វតអ្នករកស៊ីអញ្ចឹងរកស៊ីធ្វើការអញ្ចឹងគឺយើងប្រឡែងសត្វពីរហ្នឹងគឺល្អមែនតើគាត់ថាបើសិនជាអ្នកដែលគាត់មានបញ្ហាផ្សេងដូចខ្ញុំជំរាបខាងលើអញ្ចឹងបងប្អូនជឿក៏ធ្វើតាមមិនជឿក៏តាមនឹងតែប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំជឿ 100% លើបនទៀនមកបងប្អូនហើយសត្វថេងតែនៅក្នុងហ្នឹងគឺមានតែងសការតែងភឿបងប្អូននិយាយទៅធំមែនតើសង្កថាមួយមានដល់5គីឡូក៏មានដែរនិយាយទៅត្រីដែលនៅក្នុងបឹងហ្នឹងនៅក្នុងវត្តហ្នឹងគឺសិតតែត្រីបនត្រីមានបនពីជាតិមុនហើយដែរទិញពីផ្សារមកមិនត្រូវបានគេយកទៅដើម្បីធ្វើចំណីបែរជាបានតែគេយកមកប្រឡែងនៅវត្តនឹងវិញគឺសិតតែត្រីមានបនឯអត់ងាយទេបងប្អូនបើន័យថាពីជាតិមុនហ្នឹងត្រីគាត់ធ្វើបនដែរប៉ុន្តែគាត់កើតជាសត្វប៉ុន្តែត្រូវបានអ្នកដែលគេចាប់មកហ្នឹងគឺយកមកប្រឡែងនៅវត្តអញ្ចឹងធ្វើឲ្យជីវិតរបស់គាត់ហ្នឹងគឺធ្វើការរស់រានមានជីវិតបន្តទៅទៀតនៅក្នុងបឹងហ្នឹងដោយសាររីកធំធាត់ធំមែនតើល្អណាស់ត្រីនៅហ្នឹងមានកូនដើកមានអីទូចពេលខ្លះគេប្រឡែងជាដើកធំយូរទៅមានកូនមានអីនៅក្នុងហ្នឹងតែទូចពេញលើបឹងហ្នឹងហ្មងតែដោយសារពេលថ្ងៃយ៉ាងចាំងខ្លាំងចឹងខ្ញុំថតអត់សូវបានទេហើយឥឡូវហ្នឹងបន្ទាប់ពីធ្វើការប្រឡែងត្រីហើយយើងក៏បានធ្វើដំណើរមកខាងក្នុងវត្តមកដើម្បីរាប់បាតហើយកូនរបស់ខ្ញុំគឺថាឲ្យតែគាត់ឃើញអ្នកដែលគាត់សុំទានអ្នកដែលគាត់អត់នេះចឹងគាត់នៅតាមផ្លូវអីចឹងមិនថានៅវត្តឬក៏ជិះធ្វើដំណើរទៅណាទេនៅផ្សារនឹងក៏ដែរអត់តែមានអ្នកសុំដឹងតែគាត់សុំលុយឲ្យមានប្រហែលអ្នកសុំប៉ុណ្ណឹងមកហ
ហើយបើថាលោកមុនបិណ្ឌបាតនៅមុខផ្ទះឬក៏នៅតាមផ្លូវឃើញអីចឹងក៏អត់ចោលដែរនិយាយទៅគាត់ចូលចិត្តធ្វើបុណ្យតាំងពីក្មេងៗហ្មងដោយសារយើងគាត់ឃើញយើងធ្វើបុណ្យអញ្ចឹងទៅគាត់ក៏ធ្វើតាមយើងអញ្ចឹងណាហើយបន្ទាប់ពីចូលមកគឺយើងទិញកន្លែងមិញដូចបងប្អូនឃើញចាក់ស្រាយអញ្ចឹងហើយបន្ទាប់មកខាងអ្នកដែលគាត់ណែនាំហ្នឹងគឺគាត់ឲ្យយើងមកខាងស្ពះប្រាក់ខាងនេះសិនខាងទុងស្គរពេលហ្នឹងប្រាក់ដែលគាត់ប្រាប់ហ្នឹងគាត់ថាដូចជាព្រះនាំសំណាងអញ្ចឹងព្រះនាំសំណាងបងប្អូននិយាយទៅយើងកន្លែងនេះយើងមកអុជធូបដើម្បីសុំសំណាងហើយយើងធ្វើការទុងស្គរ3ដងទៅយើងទុងស្គរម្នាក់ម្ដងហើយតាក់ទងជាមួយនឹងបច្ច័យគឺនៅក្នុងវត្តហ្នឹងគឺគេអត់មានកំណត់ថាឲ្យត្រូវចូលប៉ុន្មានទេបងប្អូនមានបច្ច័យប្រហែលចូលតាមសទ្ធា500 100 200 1000 2000ក៏ដោយសទ្ធារបស់យើងមានប៉ុណ្ណាជូនប៉ុណ្ណឹងទៅគឺនៅក្នុងវត្តហ្នឹងគេអត់មានធ្វើការកំណត់ទេហើយគឺថ្ងៃហ្នឹងថ្ងៃសិលធំអញ្ចឹងគឺមានបងប្អូនយើងទៅច្រើនមែនតើនៅក្នុងវត្តហ្នឹងបងប្អូននិយាយទៅកាលពីមុនខ្ញុំធ្លាប់ទៅដែរតាំងពីខ្ញុំនៅឆ្ងាយពីកន្លែងហ្នឹងគឺខ្ញុំអាសាមកស្រែកទឹកនៅវត្តហ្នឹងណាតែពេលនៅចិត្តខ្ញុំអត់សូវមានពេលនិយាយទៅអានេះខានចូលប្រហែលជា10ឆ្នាំជាងហើយទើបតែបានមកស្រែកទឹកម្ដងទៀតហើយថ្ងៃហ្នឹងគឺមកចំថ្ងៃសិលធំតែម្ដងហើយកាលមុនមកដែរប៉ុន្តែមកលក្ខណៈ2នាក់ប្តីប្រពន្ធតែមកលើកនេះគឺលក្ខណៈមានកូនធំ2នាក់ហ្មងហើយបើតាមខ្ញុំមកប្រហែលជាមិនសូវមានពេលមកទេតែដោយសារបងរបស់ខ្ញុំគាត់មកនៅចិត្តនេះគាត់ចូលចិត្តដើរធ្វើបុណ្យដល់ពេលចឹងទៅក៏បានយើងមកតាមគាត់ដែរទៅហើយអានេះគឺចូលមកដល់ខាងក្នុងនេះគឺគេទៅរៀបឲ្យយើងហ្នឹងត្រូវបាំងស្កូលអញ្ចឹងគឺបាំងស្កូលរាប់បាតបងប្អូនរាប់បាតដំបូងយើងបាំងស្កូលហើយមកយើងទៅរាប់បាតនិយាយទៅគឺយើងត្រូវអង្គុយអានេះកន្លែងរាប់បាតគឺយើងមានបាយម្នាក់មួយចានអញ្ចឹងទៅគឺយាយជីគាត់ឲ្យបាយម្នាក់មួយចានខ្ញុំសំណោតកូនបើកន្លែងហ្នឹងទេលោកអើយបាយចាប់ញ៉ាំនិយាយទៅយកបុលបានមុនគេហ្មងហើយកន្លែងរាប់បាតហ្នឹងគឺគេឲ្យយើងរាប់បាតទៅមុខអត់ឲ្យបកក្រោយទេគឺទៅមុខរហូតហើយកន្លែងដែលខ្ញុំថតខាងនេះគឺកន្លែងដែលយើងរាប់បាតចប់គឺលោកគាត់ធ្វើការស្រោចព្រមប្រទឹកឲ្យអញ្ចឹងណាឲ្យលើករាសីរបស់យើងហើយកន្លែងស្រីទឹកហ្នឹងគឺខ្ញុំអត់បានថតទេដោយសារខ្ញុំជាប់រវល់ឲ្យលោកស្រីទឹកហើយអញ្ចឹងឥឡូវគឺយើងចូលមកកន្លែងទៀតកន្លែងនេះគេថាកន្លែងបារមីលើករាសីនៅក្នុងហ្នឹងនិយាយទៅគឺពេលយើងចូលទៅមានលអាងបងចាំមើលចូលទៅដល់ខាងក្នុងហើយនេះកន្លែងបារមីព្រះអង្គលើករាសីកន្លែងហ្នឹងគឺពេលដែលយើងចេញពីក្នុងលអាងមកចេញមកខាងក្រៅបងប្អូនចាំមើលវីដេអូទៅមុខទៀតអញ្ចឹងឥឡូវយើងចាំទៅមើលទៅខាងក្នុងទាំងអស់គ្នានៅលអាងខាងក្នុងនិយាយទៅនៅក្នុងហ្នឹងមានចាស់ខ្លះគាត់ឈឺជើងឈឺអីចឹងគឺគាត់ព្យាយាមឡើងទៅគាត់ថាដើម្បីឲ្យជើងរបស់គាត់ងាយដើរឡើងវិញព្យាបាលឡើងវិញអញ្ចឹងណាគេហៅថារូងភ្នំវត្ថុស័ក្តិសិទ្ធិនិយាយទៅបងប្អូនអ្នកជឿបានជឿអ្នកមិនជឿក៏ខ្ញុំអត់នេះដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំជឿហើយអ្នកដែលគាត់ទៅហ្នឹងគឺសិតតែអ្នកជឿហើយនេះគឺនៅខាងក្នុងលអាងរូងភ្នំហ្នឹងនិយាយទៅខ្ញុំប្រសាអ្នកធ្វើមែនតើពេលចូលទៅគឺរូងភ្នំមែនតើបងប្អូនគាត់ថាគេធ្វើការដេកតិចតួចដាក់មានព្រះអង្គច្រើនអង្គមែនតើនៅក្នុងរូងភ្នំហ្នឹងហើយយើងធ្វើការចូលបច្ច័យតាមហ្នឹងទៅដូចខ្ញុំជឿចឹង100ក៏បាន500ក៏បានស្រាប់តែសទ្ធាយើងទេមានប៉ុណ្ណាចូលប៉ុណ្ណឹងគឺគេអត់កំណត់បច្ច័យទេអញ្ចឹងអ្នកដែលគាត់ចង់ទៅធ្វើបុណ្យតិចថាអូធ្វើបុណ្យដល់តែអស់លុយអត់អស់លុយទេបងប្អូនអត់តិចតួចទេបងប្អូនមាន100ដាក់100មាន500ដាក់500ទៅហើយកន្លែងនេះលោកតានេះលោកខ្ញុំភ្លេចបងប្អូនប៉ុន្តែគេថាឲ្យគាត់ចង្អុលអញ្ចឹងទៅគឺយើងសុខសប្បាយអញ្ចឹងណានិយាយទៅជំនឿយើងចេះជឿទៅចឹងបងប្អូនវាគេថាគូផ្សំមកយកនិយាយទៅគឺនៅក្នុងនឹងមានព្រះអង្គច្រើនអង្គមែនតើនិយាយទៅគឺខ្ញុំសាពះគ្រប់ព្រះអង្គអញ្ចឹងវីដេអូរបស់ខ្ញុំថតនឹងគឺវាញ៉ៃទៀតបងប្អូនដោយសារកន្លែងខ្លះក៏ខ្ញុំបានថតកន្លែងខ្លះក៏ខ្ញុំប្លើអញ្ចឹងណាអានេះគឺយើងមកដល់ខាងមុខទៀតនិយាយទៅមានលោកយាយម៉ៅមានអីច្រើនអង្គនៅក្នុងនឹងហើយនេះគឺដល់កន្លែងយើងចេញមកខាងក្រៅវិញរូមខាងក្រៅហើយពេលចេញទៅខាងក្រៅហ្នឹងគឺយើងឡើងទៅលើទៀតឡើងទៅលើហើយបានយើងធ្វើការចុះទៅក្រោមពេលចុះហ្នឹងគឺដល់កន្លែងខ្ញុំថតមុនដំបូងបងប្អូនកន្លែងទឹកហ្នឹងគឺគេលាងដើម្បីឲ្យយើងទៅជាអត្តជុំនោះនោះទៅដល់មុនបាត់ហើយពីអ្នកកូនគឺយើងធ្វើការលាងលើករាសីរបស់យើងឲ្យតែជាអត្តជុំលាងជើងលាងអីរបស់យើងទៅចាំបងប្អូនចាំមើលនៅខាងមុខគឺនៅខាងមុខនឹងតែម្ដងហើយអានេះគឺមានខ្សែសមាគេចងនៅដើមហ្នឹងខាងនេះគឺខ្ញុំអត់ដឹងច្បាស់ថាវាជាអីដែរខ្ញុំអត់សូវដឹងទេប៉ុន្តែគេសិតតែមានអត្ថន័យរបស់គេរាល់កន្លែងគេចងមួយបងប្អូនគឺគេមានចងខ្សែសមាចងអីមានជារូបជានាងផ្ទះលោកតាអីនៅនឹងច្រើននិយាយទៅគឺខ្សងខ្សែសមាច្រើនមែនតើនេះកន្លែងយើងដែរនិយាយទៅដើរត្រង់ហ្នឹងគឺថាសើមជួបម្ដងទៀតពេលដែលកន្លែងលោកស្រីទឹកឲ្យគឺសើមមួយសាមកដល់ទៅហ្នឹងគឺសើមមួយសាទៀតហើយអញ្ចឹងអានេះពេលដែលយើងដើរផុតពីកន្លែងហ្នឹងគឺយើងចាប់ផ្ដើមចុះទៅវិញហើយយើងចុះពីកន្លែងរូងភ្នំហ្នឹងទៅយើងចុះទៅក្រោមវិញហើយកូនរបស់ខ្ញុំនិយាយទៅពេលដែលគាត់ទៅដល់វត្តហ្នឹងគាត់ថាសប្បាយមែនតើសប្បាយ
និយាយទៅគឺសប្បាយចូលចិត្តនៅការធ្វើបន់សូម្បីតែខ្ញុំក៏ខ្ញុំចូលចិត្តដែរប៉ុន្តែគាត់ថាយើងអត់សូវមានពេលវេលាជាងបងប្អូនអញ្ចឹងក៏យើងតាមនឹងទៅដោយសារនៅទីធ្លាវត្តនោះនិយាយទៅមានមនុស្សទៅច្រើនហើយទេសភាពក្នុងនោះក៏ស្អាតហើយទីធ្លាធំទូលាយទៀតហើយការណែនាំផ្សេងនៅក្នុងវត្តហ្នឹងអ្នកដូចហៅតាកាយបងកាយណែនាំក្នុងផ្លូវនឹងក្នុងវត្តហ្នឹងអញ្ចឹងគឺនិយាយទៅគឺមានតំណការរបស់គាត់និយាយទៅគឺល្អមែនតើនៅក្នុងវត្តហ្នឹងអ្នកដែលចង់ទៅអាចទៅបាននៅវត្តសំរងអណ្ដែតហើយនេះពេលដែលយើងចេញពីកន្លែងរោងភ្នំមកយើងដំបូងយើងភ្លេចអត់ធូបបងប្អូនកន្លែងដែលខ្ញុំរាប់បាតបាងស្គររាប់បាតមុនហ្នឹងក៏យើងបកមកអុជធូបម្ដងទៀតនៅកន្លែងព្រះអង្គដូចជា10អង្គព្រះសមង10អង្គអញ្ចឹងយើងធ្វើការអុជធូបនៅកន្លែងហ្នឹងម្ដងទៀតហើយត្រង់នឹងដែរគឺអ្នកលក់មកកាន់ចេះកាន់លើកទៅកាន់លើកទៀតកាន់ចេះកាន់ដូចចេះចេះព្រះហើយបន្ទាប់ពីធ្វើការអុជធូបហើយយើងមកដោតធូបនៅខាងក្រៅនិយាយទៅកន្លែងដោតធូបហ្នឹងគឺយើងអុជមាន5តសៃអញ្ចឹងកន្លែងគេដោតហ្នឹងគឺយើងដោតម្ដងមួយតសៃឲ្យគ្រប់5បងប្អូននិយាយទៅនៅគេចាស់គាត់នៅនឹងប្រាប់ៗហ្នឹងអញ្ចឹងគឺយើងទៅធ្វើតាមគាត់ហើយឥឡូវហ្នឹងគឺការអុជធូបរបស់យើងគឺចប់ស្រេចបាត់ហើយអញ្ចឹងយើងនាំគ្នាទៅលេងលើពហិម្ដងបងប្អូនហើយទៅលេងលើពហិហ្នឹងនោះ3នាក់នោះអត់ចាំប៉ាចាំម៉ាក់អីទេគឺថាឡើងទៅហ្មងហើយដល់ពេលឡើងទៅមានត្រូវច្រកទៅពហិហ្នឹងបងប្អូនទៅកន្លែងកត់វិញអញ្ចឹងហើយក៏នាំបងប្អូនចុះមកក្រោមវិញទៅអញ្ចឹងយើងឡើងទៅលេងទៅលើភីទាំងអស់គ្នាទៅភីរបស់គេធំបងប្អូនភីនៅនឹងធំមែនតើនិយាយទៅបើថាម្នាក់តូចឯងវិញកំពុងក្មេងថាតែស្ដាច់ក្មេងអត់ចេះនឹងមិនទេចេះទៅរត់ទេនិយាយទៅអត់តែចេះដើរចេះមិនគឺនៅក្នុងវត្តហ្នឹងតែថាឲ្យតនេទៅបើថាឲ្យទូរស័ព្ទទេគឺថាជីវិតហ្នឹងអត់ចេះតនេចាប់តាមអត់ចូលចឹងមើលទៅមុខទៅដឹងហើយថាមុខហ្នឹងចលើមប៉ុណ្ណាណែកូនបើធីមកូនបើអត់ចេះនឹងអាម៉េចហើយអានេះវិញសុកដើរសុកអន់ចិត្តរឿងអីណាអូនអត់លេងចូលទៅមួយក៏ទឹកភ្នែកអីទៀតនិយាយទៅចេញដើរលើកណាក៏មិនដែលថាបានពេញលេញឲ្យដល់ជំនាញទឹកភ្នែកទឹកអីរហូតនេះហើយនេះគឺយើងធ្វើដំណើរទៅឡើងទៅលើពហិបងប្អូននិយាយដើរពីខាងនោះមកយ៉ាងឆ្ងាយគាត់បានដែរហ្នឹងហើយបើនិយាយពីក្តៅវិញបាញ់និយាយក្តៅយើងមកទៅហឹងក្តៅហ្មងពេលដែលឡើងលើពហិនេះដូចជាចន្លោះខ្ទង់ម៉ោង11ជាងនិយាយទៅក្តៅខ្លាំងនិយាយទៅមកហ្នឹងមកតបានរៀបចំហើយអ្នកមានកូនតូចចឹងបានយល់មកតបានរៀបចំហើយកម្រងថាត្រូវចេញមកម៉ោង8 9អីចឹងអត់ទេម៉ោង10បានចេញមកបើថាលោកឆាន់វិញនៅវត្តខ្លះដូចជាម៉ោង10ជាងអីចឹងមកដល់ផុតលោកឆាន់មកដែរតែដោយសារវត្តនៅពេញគាត់មានបងប្អូនគាត់ទៅច្រើនដល់ពេលចឹងទៅយាយចាស់នឹងគាត់ថាលោកស្វាឆាននៅម៉ោង11ជាងដល់ពេលចឹងទៅយើងទៅម៉ោង10អីចឹងក៏អត់នេះដែរគឺទៅមកបានចិត្តណានេះគឺម៉ោង10លុយឆ្កែមកនេះមកគេកូនបើម៉ែអីកូនបើកូនឆ្កែតែអ៊ីគីនេះប៉ាដែរនោះជួយជួយលឿនម៉ាក់ជ្រឹកអញ្ចឹងវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ហើយបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាដល់ចប់កុំភ្លេចជួយ like និង subscribe ម្នាក់មួយផងណាជូនពរបងប្អូនសុខភាពល្អទាំងអស់គ្នានៅថ្ងៃសិលពេញបរមីនេះអរគុណ